បាទសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel YouTube មួយថ្ងៃមួយគំនិតថ្ងៃនេះគឺយើងមកនិយាយពីបច្ចុប្បន្នភាពរបស់ពិភពលោកនិងការវិវត្តទៅនៃតម្លៃមាសនិងសេដ្ឋកិច្ចពិភពលោកតើវិវត្តទៅណាប្រធានបទដែលខ្ញុំលើកឡើងកាលពីមុនជាងមួយខែមុនគឺនិយាយរឿងដំណោះស្រាយរវាងកម្ពុជានិងថៃការបើកដំណើរការឡើងវិញនៅរដ្ឋបាលរបស់សហរដ្ឋអាមេរិកហើយនឹងមានបញ្ហានៅការជួញដូរពាណិជ្ជកម្មរវាងទ្វេភាគីនិងលក្ខណៈអាត្មានិយមរបស់ពិភពលោកមកទល់នៅពេលនេះយើងមើលឃើញរឿងទាំងអស់នេះគឺវាវិវត្តទៅយ៉ាងជាក់ច្បាស់ថ្មីនេះការវិវត្តចុងក្រោយនៃតម្លៃមាសបន្ទាប់ពីការឡើងទៅដល់ក្បែរ500ជាងវាធ្លាក់មក400ជាងវិញនឹងវានឹងបន្តធ្លាក់មកវិញទៀតមាសនឹងឈរនៅក្នុងតម្លៃដែលយើងពិភាក្សាគ្នាកាលពីដើមមកចំពោះស្ថានភាពបច្ចុប្បន្នបន្ទាប់ពីការបើកដំណើរការឡើងវិញរយៈពេល43ថ្ងៃនៃការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកធ្វើឲ្យសហរដ្ឋអាមេរិកជួបគ្រោះនិងជួបបញ្ហាច្រើនយើងមើលឃើញការបញ្ជាពេលនៃជើងហោះឬក៏ឧបទ្ទវហេតុអាកាសចរនៅសហរដ្ឋអាមេរិកក៏មានច្រើនការខ្វែងគំនិតគ្នាក៏មានច្រើនចំពោះផលវិបាកសម្រាប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនេះជារឿងមួយដែលយើងដឹងហើយគ្រប់គ្នាថ្ងៃនេះខ្ញុំចង់រំលេចរវាងដំណោះស្រាយរវាងកម្ពុជាហើយនិងថៃដែលមានសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីជាអ្នកដែលធ្វើជាសាក្សីនៅលើកិច្ចព្រមព្រៀងសន្តិភាពដែលចុះនៅថ្ងៃទី26តុលាឆ្នាំ2025នៅកាឡាឡាំពួរបន្ទាប់ពីថៃបានដើរជន់មីនរួចហើយចោទកម្ពុជាបានដកខ្លួនចេញអំពីកិច្ចព្រមព្រៀងសន្តិភាពមួយនេះថៃក៏បានរឹតសម្ព័ន្ធភាពជាមួយនឹងចិនហើយក៏យើងបានដឹងព័ត៌មានចិនលោកស៊ីជីនពីងចាត់ទុកចិនចាត់ទុកថៃគឺជាគ្រួសារតែមួយជំរុញឲ្យថៃរួមសហការជាមួយចិនដែលក្នុងន័យនេះផងដែរលោកអនុទីនដែលជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃក៏បានដាក់សម្ពាធមកលើកម្ពុជាឲ្យកម្ពុជាសុំទោសឲ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយពន្ធប៉ុន្តែបន្ទាប់សហរដ្ឋអាមេរិកគឺស្ងាត់រយៈពេល 3-4 ថ្ងៃដោយសារតែការអនុម័តច្បាប់ឬក៏សភាមិនទាន់បានអនុម័តបើករដ្ឋាភិបាលឡើងវិញប៉ុន្តែបន្ទាប់ពីបើករដ្ឋាភិបាលឡើងវិញសហរដ្ឋអាមេរិកគឺចាប់ផ្ដើមផ្អាកការចរចាពន្ធពាណិជ្ជកម្មជាមួយនឹងថៃដាក់សម្ពាធឲ្យថៃយល់ព្រមឬក៏គោរពតាមអធិសញ្ញាឬក៏ការចុះហត្ថលេខាព្រមព្រៀងសន្តិភាពគ្នានៅកាឡាឡាំពួរក្នុងន័យនេះសម្រាប់គំនិតរបស់ខ្ញុំផ្ទាល់វាជារឿងមួយដែលល្អសម្រាប់យើងម្នាក់ដែលជាប្រជាជនកម្ពុជាដែលមានមហាអំណាចពិភពលោកធំលេខ1ដែលយកចិត្តទុកដាក់ទៅលើបញ្ហាមួយនេះសម្រាប់ថៃទោះបីជាពេលកន្លងគាត់បាននិយាយថាគាត់មិនខ្លាចការដាក់ទណ្ឌកម្មឬក៏ការឈប់រកស៊ីជាមួយសហរដ្ឋអាមេរិកក៏ថៃមានដៃគូសហការផ្សេងក៏ដោយយើងត្រូវដឹងថាសហរដ្ឋអាមេរិកគឺជាអ្នកគ្រប់គ្រងនយោបាយពិភពលោកជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកបច្ចេកវិទ្យាពិភពលោកទោះបីថៃរកបានដៃគូដទៃក៏ដោយដូចជាចិនដូចជារុស្ស៊ីសហគមន៍អឺរ៉ុបណាក៏ដោយប៉ុន្តែកម្លាំងពិតឬក៏អំណាចពិតប្រាកដគឺស្ថិតនៅលើសហរដ្ឋអាមេរិកដូច្នេះថៃគ្រាន់តែនិយាយដើម្បីពលរដ្ឋរបស់ខ្លួនសบายចិត្តប៉ុន្តែបន្ទាប់ពីការបើកដំណើរការឡើងវិញនៅរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកគឺអាមេរិកដាក់តែមួយម៉ាត់គឺឲ្យថៃគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយនឹងកម្ពុជាបើមិនដូច្នេះទេសហរដ្ឋអាមេរិកគឺផ្អាកឬក៏ដំឡើងពន្ធជាមួយនឹងថៃក្នុងចំណុចនេះសេដ្ឋកិច្ចរបស់ថៃនឹងជួបបញ្ហាដោយសារតែយើងមើលឃើញដូចខ្ញុំនិយាយខាងដើមចំណុចធំគឺសហរដ្ឋអាមេរិកគឺជាមហាអំណាចពិភពលោកហើយក្នុងនោះផងដែរសហរដ្ឋអាមេរិកក៏បានបង្ហាញចំណាប់អារម្មណ៍មកលើកម្ពុជារបស់យើងគឺចង់ធ្វើជាដៃគូសហការនៅ Indo-Pacific មានន័យថាសហរដ្ឋអាមេរិកគឺមើលឃើញពីអេរិយាប័ត្ររបស់កម្ពុជាពលរដ្ឋកម្ពុជារដ្ឋាភិបាលរបស់កម្ពុជាមានទំនោរទៅរកសហរដ្ឋអាមេរិកទាំងពលរដ្ឋទាំងរាជរដ្ឋាភិបាលគឺចង់ឲ្យសហរដ្ឋអាមេរិកជួយបន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពន្ធបដិការទៅកាន់ពិភពលោករួមទាំងកម្ពុជាផងដែរពិភពលោកបច្ចុប្បន្នយើងធ្លាប់មើលរឿងសាមកុកសុនឈៀនគាត់និយាយថាមានតែយើងខ្លាំងទេទើបគេព្រមជួយយើងមានតែយើងពូកែខ្លួនឯងទេទើបគេជួយយើងពិតប្រាកដមិនថាចរចាមិនថាច្បាំងរយៈពេលកន្លងមកនេះគឺគាត់ពឹងលើសមត្ថភាពរបស់ខ្លួនឯងយើងសួរថាហេតុអីក៏សហរដ្ឋអាមេរិក
គាត់មានទំនោរងាកមករកកម្ពុជារបស់យើងទី1គឺអេរិយាបថរបស់ពលរដ្ឋកម្ពុជាសម្រាប់សហរដ្ឋអាមេរិកពិសេសជាងគេគឺសម្រាប់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump ទី2គឺសមត្ថភាពរបស់កម្ពុជាសមត្ថភាពបែបណាដែលសហរដ្ឋអាមេរិកមើលឃើញសង្គ្រាមរយៈពេល5ថ្ងៃដែលប្រទេសកម្ពុជាធ្វើជាមួយថៃបានបង្ហាញពីសមត្ថភាពយោធារបស់កម្ពុជាដែលអាចទប់ទល់ទៅនឹងសង្គ្រាមរយៈពេល5ថ្ងៃដោយមិនបាត់បង់ស្ថានដីធំឬក៏ជាសង្គ្រាមដែលមិនមានភាពចាញ់និងមិនមានភាពឈ្នះបើយើងប្រៀបធៀបកម្លាំងរបស់ថៃនិងកម្ពុជាគឺថៃលើសយើងឆ្ងាយទាំងសភាវុធទាំងបច្ចេកវិទ្យាទាំងយន្តហោះយើងអត់មានទេប៉ុន្តែសង្គ្រាមរយៈពេល5ថ្ងៃអាចនិយាយថាកម្ពុជាគឺមានប្រៀបលើសមរភូមិមួយចំនួនថៃក៏មានសមរភូមិមួយចំនួនមានប្រៀបលើកម្ពុជាអាចនិយាយថាកម្លាំងគឺស្មើភាពគ្នាសហរដ្ឋអាមេរិកដែលផ្អាកសកម្មភាពយោធាសមយុទ្ធឆ្មាំអង្គរជាមួយនឹងកម្ពុជារយៈពេល7ឆ្នាំគឺចាប់ផ្ដើមមើលឃើញពីសក្តានុពលរបស់កងទ័ពកម្ពុជាយើងត្រូវតែទទួលស្គាល់ត្រង់ចំណុចនេះដូច្នេះក្នុងបរិបទបច្ចុប្បន្នគឺលោក Donald Trump ក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកគឺវាជារឿងល្អមួយសម្រាប់ប្រទេសកម្ពុជារបស់យើងប៉ុន្តែគោលនយោបាយរបស់សហរដ្ឋអាមេរិកគឺតែងតែប្រែប្រួលរយៈពេល4ឆ្នាំម្ដង8ឆ្នាំម្ដងហេតុអីដោយសារតែសហរដ្ឋអាមេរិកគឺតែងតែផ្លាស់ប្ដូរមេដឹកនាំរយៈពេល4ឆ្នាំម្ដងឬក៏8ឆ្នាំម្ដងសម្រាប់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកប្រធានាធិបតីដែលឡើងថ្មីក៏មិនប្រកាសថាគ្រប់គ្រងនយោបាយរបស់ប្រធានាធិបតីមុនដែរមកពីបកខុសគ្នាក៏គោលនយោបាយខុសគ្នាដែរពេលខ្លះអ្នកមកពីបកតែមួយក៏មានគោលនយោបាយខុសពីប្រធានាធិបតីមុនដែរអ្វីៗក៏ដោយគឺជាប្រយោជន៍របស់សហរដ្ឋអាមេរិកជាមុនដូច្នេះក្នុងស្ថានភាពបច្ចុប្បន្ននេះវាល្អសម្រាប់យើងប៉ុន្តែសម្រាប់ប្រធានាធិបតីបន្ទាប់យើងមិនដឹងថាគោលនយោបាយរបស់សហរដ្ឋអាមេរិកគឺប្រែប្រួលកម្រិតណាទេយើងមើលតែរយៈពេលដែលលោក Joe Biden ចូលមកកាន់តំណែងគឺសម្ព័ន្ធភាពរបស់កម្ពុជានិងលោក Joe Biden ជាមួយសហរដ្ឋអាមេរិកគឺមានភាពប្រែប្រួលទាំងផងដែរអត់សូវស្អិតរមួតខ្លាំងដោយលោក Donald Trump ឡើងថ្មីនេះទេនេះជារឿងមួយដែលយើងត្រូវត្រៀមខ្លួនសម្រាប់ទទួលយកភាពដែលមិនប្រកបជារបស់សហរដ្ឋអាមេរិកចំពោះចិនដែលយើងមើលឃើញហើយដែលដំណើរការទស្សនកិច្ចយាងទស្សនកិច្ចរបស់ប្រជាថៃទៅកាន់ប្រទេសចិនក៏បានថ្លែងថាថៃហើយនឹងចិនគឺដូចជាគ្រួសារតែមួយយើងជាមិត្តគេជាគ្រួសារដូច្នេះវាជាតល័យកមួយដែលបង្ហាញយើងថាពលនយោបាយបច្ចុប្បន្នគឺនៅប្រទីងបន្ទង់គ្នាដោយយើងធ្លាប់ដឹងពីខាងមុនហើយដែលសម្ដេចបវរធិបតីគាត់លើកឡើងថាយើងត្រូវការទាំងអាមេរិកត្រូវការទាំងចិនដើម្បីជួយកម្ពុជាឲ្យទៅដល់អ្វីដែលយើងចង់បានហើយអំណាចទាំងពីរយើងមិនអាចឃ្លាតឆ្ងាយខ្លាំងពេកហើយក៏មិនអាចនឹកគៀកខ្លាំងពេកដែរតាមប្រវត្តិសាស្ត្ររបស់យើងចាប់តាំងពីឆ្នាំ1970ដល់ឆ្នាំ1998មុននឹងគឺយើងមើលឃើញរយៈពេលប្រហែលឆ្នាំដែលនយោបាយរបស់យើងផ្អៀងទៅខាងនេះផ្អៀងទៅខាងនោះធ្វើឲ្យយើងនៅក្នុងស្រុកគឺគ្មានស្ថិរភាពនយោបាយឯករាជ្យនិងឯកភាពជាតិជាគំនិតតែមួយទេដូច្នេះការងាកទៅខាងលោកសេរីខ្លាំងពេកក៏ជាបញ្ហាការងាកទៅខាងលោកកុម្មុយនីសខ្លាំងពេកក៏ជាបញ្ហាដែរសម្រាប់យើងគឺអព្យាក្រឹតគឺល្អបំផុតជាការឯកភាពជាតិមួយដែលរឹងមាំអ្វីដែលយើងធ្វើជាជាក់ស្ដែងគឺតកតទៅនឹងភូមិសាស្ត្រតកទៅនឹងសង្គមសាស្ត្រនៅលើទឹកដីរបស់យើងមិនអាចយកបរិបទនយោបាយណាមួយយកមកជាច្បាស់ការទេដោយសារតែភូមិសាស្ត្ររបស់យើងគឺនៅជិតចិនភូមិសាស្ត្ររបស់យើងគឺនៅក្បែរនឹងឥទ្ធិពលរវាងចិននិងសហរដ្ឋអាមេរិកគឺណាមួយកត្តាសង្គមសាស្ត្រគឺនយោបាយយើងតាំងពីកបង្កើតនគរមកដល់ពេលបច្ចុប្បន្នគឺយើងធ្លាប់តែនៅស្ថិតនៅក្រោមរបបរាជានិយមមកដល់សម័យបច្ចុប្បន្នគឺយើងស្ថិតនៅក្រោមរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដូច្នេះសង្គមសាស្ត្រគឺមិនអាចឲ្យយើងកាត់ផ្ដាច់អំពីរឿងទាំងអស់នេះបានទេទាំងនយោបាយទាំងសេដ្ឋកិច្ចទាំងអ្វីក៏ដោយគឺត្រូវតែបូករួមរវាងភូមិសាស្ត្រនយោបាយនិងសង្គមសាស្ត្របើមិនដូច្នោះទេ
បទពិសោធន៍ដែលយើងទទួលបានគឺដូចឆ្នាំ1970 75ដល់79ដល់8ជាងយើងមានតលហិកច្បាស់នយោបាយគឺត្រូវឲ្យសមស្របទៅតាមបរិបទរបស់ប្រជាជននិងអង្គហេតុរបស់រដ្ឋសម្រាប់ភូមិសាស្ត្រមួយនេះដូច្នេះយើងផ្អាកនិយាយតាមហ្នឹងសម្រាប់រឿងដែលកើតឡើងថ្មីយើងងាកចូលបច្ចុប្បន្នភាពតើសេដ្ឋកិច្ចពិភពលោកនឹងវិវត្តនាយើងធ្លាប់និយាយគ្នាកាលពីអត្ថបទមុនគឺពិភពលោកចាប់ផ្ដើមធ្វើការរៀងខ្លួនការរួមបញ្ចូលនៃប្លុកមួយនិងប្លុកមួយនឹងលែងមានទៀតហើយសម្រាប់រយៈពេលនៃឆ្នាំក្រោយគឺប្រទេសចិនចាប់ផ្ដើមប្រជែងជាមួយសហរដ្ឋអាមេរិកដោយត្រជាក់មិនធ្វើការប្រជែងគ្នាដោយអំណាចសេដ្ឋកិច្ចយោធានិងការសម្ញែងដាក់គ្នាទេដោយសារហេតុផលក៏ចិនក៏ជួបបញ្ហាវិបត្តិសេដ្ឋកិច្ចអតិផរណានៅក្នុងស្រុកសហរដ្ឋអាមេរិកក៏មានបញ្ហាសេដ្ឋកិច្ចរុស្ស៊ីក៏រងទណ្ឌកម្មសេដ្ឋកិច្ចនិងគំនាបសេដ្ឋកិច្ចរបស់ពិភពលោកឥណ្ឌានោះក៏ព្យាយាមអភិវឌ្ឍខ្លួនឯងឲ្យក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចលេខរៀងទី3ដែរឬក៏ទី4ដូច្នេះគោលនយោបាយក្នុងឆ្នាំក្រោយគឺជាការប្រកួតប្រជែងគ្នាដែលត្រជាក់យើងអាចនិយាយថាវានឹងជាសង្គ្រាមត្រជាក់នៅក្នុងទសវត្សរ៍ថ្មីនៅក្នុងសតវត្សទី21នេះរុស្ស៊ីក៏ចង់ប្រជែងទៅជាមហាអំណាចឥណ្ឌាក៏ចង់ប្រជែងចិនក៏ចង់ប្រជែងសហរដ្ឋអាមេរិកគឺនៅតែចង់ឈរលេខ1នៅលើពិភពលោកទាំងបច្ចេកវិទ្យាទាំងយោធាទាំងសេដ្ឋកិច្ចទាំងនយោបាយฉะนั้นនៅក្នុងឆ្នាំក្រោយវាជាការធ្វើការបែបទ្វេភាគីច្រើនជាងធ្វើជាពហុភាគីជាប្លុកនិងជាតំបន់ដោយសារតែគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិកចំពោះពិភពលោកតែងតែប្រែប្រួលនៅពេលដែលគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកមានការប្រែប្រួលប្រទេសចិនជាទីផ្សារធំរបស់ពិភពលោកតែបច្ចុប្បន្ននេះប្រទេសចិនក្លាយទៅជាទីផ្សារទំនិញធំបំផុតរបស់ពិភពលោកទៅវិញការងាកទៅរកចិនហើយងាកទៅរកសហរដ្ឋអាមេរិកវាមានផលវិបាកនិងមានគុណវិបត្តិនិងគុណសម្បត្តិផ្សេងៗគ្នាបើសិនបើយើងចាប់ដៃគូជាមួយនឹងចិនបច្ចុប្បន្នគឺជាអ្នកដែលផលិតទំនិញមិនមែនជាទំនិញដែលអន់គុណភាពដូចពីមុនទៀតទេទំនិញចិនក៏មានគុណភាពហើយនឹងក៏អាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកដែរប៉ុន្តែហេតុផលដែលយើងគួរតែប្រុងប្រយ័ត្នគឺទំនិញចិនគឺនឹងហូរចាក់ទៅកាន់ទីផ្សាររបស់ប្រទេសជាដៃគូច្រើនជាងយកទំនិញពីដៃគូចាក់ចូលទៅកាន់ទីផ្សាររបស់ចិនមើលឃើញដៃគូនិងអាស៊ានប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះគឺជាស្តុកសម្រាប់ដាក់ទំនិញរបស់ខ្លួនការបញ្ជាទិញបច្ចុប្បន្ននេះយើងអាចមើលឃើញតាមអ៊ីនធឺណិតតាម Alibaba តាម Taobao ការនាវាចរតាមនាវាការស្តុកទំនិញថោកគឺនឹងសម្លាប់សេដ្ឋកិច្ចរបស់ក្នុងស្រុកមួយយើងមិនអាចប្រកួតប្រជែងជាមួយនឹងសេដ្ឋកិច្ចរបស់ចិនបានទេដោយសារតែចិនគឺជាសេដ្ឋកិច្ចបែបមូលធននិយមប៉ុន្តែឧបត្ថម្ភទុនដោយរដ្ឋាភិបាលចិនក្រុមហ៊ុនដែលរកស៊ីភាគច្រើនគឺមានការឧបត្ថម្ភទុនពីរដ្ឋាភិបាលចិនខាតចំណេញក៏រដ្ឋាភិបាលជួយដែរប៉ុន្តែសម្រាប់ប្រទេសផ្សេងៗគឺមិនមានលទ្ធភាពដូចជាចិនទេដូច្នេះការទប់ស្កាត់ឬក៏ការរាំងស្ទះនិងការចល័តរបស់ទំនិញចិនចាក់ចូលស្តុករបស់ប្រទេសផ្សេងៗនៅពិភពលោកពិសេសជាងគេគឺនៅតំបន់អាស៊ីនិងតំបន់អាស៊ានរបស់យើងនេះវានឹងក្លាយទៅជាបញ្ហាសហរដ្ឋអាមេរិកក៏មើលឃើញបញ្ហានេះដែរទើបដំឡើងពន្ធបដិការទៅលើប្រទេសផ្សេងៗដើម្បីទប់ស្កាត់ទំនិញចិនសហរដ្ឋអាមេរិកមើលឃើញថាបើទុកដូច្នេះទៀតទំនិញចិននឹងចាក់សម្លាប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រទេសតូចៗផ្សេងៗនឹងរងវិបត្តិដូចគ្នាសម្រាប់សេដ្ឋកិច្ចនៅក្នុងឆ្នាំក្រោយបើសិនបើចិនគាត់មានឥទ្ធិពលខ្លាំងពេកទៅលើពិភពលោកនិងទីផ្សារទំនិញរបស់ពិភពលោកទំនិញរបស់សហរដ្ឋអាមេរិកគឺជាទំនិញដែលគុណភាពប៉ុន្តែវាតម្លៃថ្លៃទំនិញរបស់ចិនវាមិនសូវជាគុណភាពទេប៉ុន្តែវាមានតម្លៃសមរម្យដូច្នេះរវាងតម្លៃសមរម្យហើយប្រើទៅល្អដូចគ្នាគឺសេដ្ឋកិច្ចរបស់ចិនគឺនឹងដើរល្អជាងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដូច្នេះឃើញពន្ធបដិការវាកើតមានឡើងសម្រាប់រុស្ស៊ីតើរុស្ស៊ីនឹងនៅតែ
បង្កសង្គ្រាមជាមួយនឹងអ៊ុយក្រែនរហូតដល់ពេលណាទៀតបើកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនពេលនេះក៏នៅជួបវិបត្តិចំពោះរុស្ស៊ីដែលជាមហាអំណាចយោធាមួយនៅលើពិភពលោកប្រសិនបើបញ្ចប់សង្គ្រាមរុស្ស៊ីមិនទទួលបានអ្វីសោះអំពីសង្គ្រាមមួយនេះរុស្ស៊ីនឹងមិនព្រមបញ្ចប់សង្គ្រាមនេះឡើយរុស្ស៊ីចង់បានទឹកដីដែលខ្លួនកាន់កាប់ដែលខ្លួនវាយបានជាមួយនឹងអ៊ុយក្រែនចង់បញ្ចប់ទៅនៅសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនគឺចាំបាច់ឲ្យអ៊ុយក្រែនគឺអាសាច់ខ្លួនឯងដើម្បីបញ្ចប់សង្គ្រាមសេណារីយ៉ូដែលសហរដ្ឋអាមេរិកដាក់ឲ្យអ៊ុយក្រែនដាក់ឲ្យរុស្ស៊ីគឺគ្រាន់តែជាសញ្ញារីយ៉ូមួយដែលធ្វើឲ្យអ៊ុយក្រែនគឺមានពេលដើម្បីគិតអំពីការប៉ះពាល់ហើយនឹងជ្រើសរើសរវាងនៃការស្ដារសេដ្ឋកិច្ចខ្លួនមកវិញឬក៏បន្តសង្គ្រាមបើបន្តសង្គ្រាមរយៈពេលប្រហែលជា5ឆ្នាំទៅមុខទៀតអ៊ុយក្រែននឹងបាត់បង់គ្រប់យ៉ាងសម្រាប់រុស្ស៊ីគឺនៅតែអាចគ្រប់គ្រងឬក៏នៅតែឈរជាមហាអំណាចពិភពលោកដដែលដោយសារតែរុស្ស៊ីគឺជាអ្នកដែលស្តុកភ្លេងជាអ្នកផលិតប្រេងនិងអ៊ូស្មန်ធំមួយសម្រាប់ពិភពលោកអត់សហគមន៍អឺរ៉ុបអត់សហរដ្ឋអាមេរិកក៏នៅមានចិននៅមានឥណ្ឌានៅមានប្រទេសអង្គការដៃគូ BRICS ដែលបញ្ជាទិញប្រេងរបស់រុស្ស៊ីផងដែរដូច្នេះចង់មិនចង់អ៊ុយក្រែនពិចារណាខ្លួនឯងសហរដ្ឋអាមេរិកដាក់សេណារីយ៉ូដើម្បីឲ្យអ៊ុយក្រែនគិតសហគមន៍អឺរ៉ុបក៏មានបញ្ហាដែរមិនអាចជួយអ៊ុយក្រែនបានរហូតនោះទេយើងនិយាយគ្នាច្រើនរវាងអ៊ុយក្រែននិងរុស្ស៊ីប្រទេសនេះគឺត្រូវតែអាសាច់របស់ខ្លួនឯងចង់មិនចង់តិចឬក៏ច្រើនគឺអាស្រ័យទៅលើភាពជាក់ស្ដែងអ៊ុយក្រែនបើសិនជាមិនផ្លាស់ប្ដូរលោកសេលិនស្គីទេសង្គ្រាមគឺនៅនឹងបន្តនេះជាការយល់ឃើញដូច្នេះពិភពលោកនៅក្នុងឆ្នាំក្រោយវានឹងល្អប្រសើរតែការល្អប្រសើរនេះគឺរវាងការទូតឬក៏អាចញញឹមដាក់គ្នាប៉ុន្តែលេងល្បិចដាក់គ្នាដូចជាការរួមសម្ព័ន្ធភាពនៅក្នុងរឿងសាមកុកដូចនេះដែរដូច្នេះសរុបមកវិញនៅក្នុងឆ្នាំ2025ប្រហែលខែចុងក្រោយនេះវានឹងមានភាពវិជ្ជមានច្រើនចំពោះឆ្នាំក្រោយភាពវិជ្ជមានយើងអាចនឹងមើលឃើញច្រើនហើយនឹងបន្ទាប់ពីនេះទៅការបញ្ចប់នៅសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺនឹងយើងនឹងមើលឃើញព័ត៌មានច្រើនទាក់ទងទៅនឹងរុស្ស៊ីនិងអ៊ុយក្រែននៅក្នុងឆ្នាំក្រោយព្រោះសហរដ្ឋអាមេរិកគឺចង់បញ្ចប់វិវាទនេះឲ្យឆាប់ៗតាមតែអាចធ្វើទៅបានតាមការសន្យារបស់ខ្លួនដែលប្រធានាធិបតីរបស់សហរដ្ឋអាមេរិកគឺគាត់ចង់ឲ្យពិភពលោកគឺស្ងប់ស្ងាត់ដើម្បីស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដូច្នេះចង់មិនចង់គឺសេណារីយ៉ូដែលយើងឃើញសង្គ្រាមប្រទេសដែលមានអស្ថិរភាពនៅលើពិភពលោកគឺនឹងរៀងស្ងប់ស្ងាត់ខ្លះប៉ុន្តែវាមិនស្ងប់ស្ងាត់ទាំងស្រុងទេដូច្នេះប្រធានបទគឺមានតែប៉ុណ្ណេះទេសម្រាប់ទីផ្សារសេដ្ឋកិច្ចនិងការត្រៀមខ្លួនគឺយើងត្រៀមខ្លួនឲ្យយ៉ាងល្អសម្រាប់ការវិវត្តទៅនៃពិភពលោកសម្រាប់សេដ្ឋកិច្ចប្រែប្រួលពិភពលោកក៏នឹងប្រែប្រួលបើសិនបើសេដ្ឋកិច្ចល្អពិភពលោកក៏វាល្អយ៉ាងដូចនេះដែរជាប្រធានបទគឺមានតែប៉ុណ្ណេះទេនេះជាការយល់ឃើញហើយទៅនឹងជាការបញ្ជាក់បន្ថែមរឿង4ចំណុចដែលខ្ញុំធ្លាប់លើកឡើងកាលពីមួយខែជាងមុនបញ្ជាក់បន្ថែមរឿងទាំង4នេះគឺវាអត់ទាន់ចប់ទៅណាទេរហូតទៅដល់ចូលនៅក្នុងឆ្នាំ2026ក៏រឿងទាំងអស់នេះគឺនៅតែបន្តទៅទៀតជាពិភពលោកគឺវាតែងតែផ្លាស់ប្ដូរនិងប្រែប្រួលជានិច្ចដូច្នេះមានតែការត្រៀមខ្លួននិងមានចំណេះដឹងជាមូលដ្ឋានអាចយល់បានអំពីរឿងដែលនឹងកើតឡើងការទទួលបានព័ត៌មានការវិភាគហើយនឹងការប្រុងប្រយ័ត្នការទទួលបានព័ត៌មានដូចគ្នាដូច្នេះប្រធានបទគឺមានតែប៉ុណ្ណេះទេបើសិនការលើកឡើងទៅខ្វះចន្លោះត្រង់ចំណុចណាមួយសូមអភ័យទោសផងបើអ្នកទាំងអស់គ្នាមានអ្វីចង់លើកឡើងអាចលើកឡើងបានបាទសូមអរគុណ